ចាស់ពីដើមមកតែនិយាយថាពេលដែលមើលលខោនកុំភ្លេចយកកតេលទៅពីផ្ទះបើសិនជាមើលលខោនអត់មានកតេលអង្គុយប៉ែនភ្នែនបាត់ជើងទេមានអារម្មណ៍ថាដូចជាខុសក្បួនឲ្យតែកតេលក្រារួចម្នាក់គឺគាត់ចូលទៅចាប់ប្លង់ហើយមានអ្នកខ្លះចង់បានផ្នែកខាងក្រោយអ្នកខ្លះចង់បានផ្នែកខាងមុខនៅខាងមុខយើងអាចមើលឃើញចិត្តចឹងទៅហើយមើលនៅខាងក្រោយយើងអាចមើលឃើញទាំងគេទាំងឯងហើយយើងមើលឃើញទាំងសិល្បករដែលគាត់សម្ដែងនៅខាងលើឆាកថែមទៀតប៉ុនភូមិមិនដែលមើលរំលងសិល្បៈបុរាណខ្មែរយើងទេហើយដោយសារតែប៉ុនភូមិហើយនេះទើបធ្វើឲ្យក្មេងៗជំនាន់ក្រោយគាត់អាចចេះអង្គុយមើលលខោនបានដែរយើងទុកទូរស័ព្ទចោលមួយរយៈហើយយើងចំណាយពេល1ម៉ោង2ម៉ោងដើម្បីអង្គុយមើលលខោនដែលចាស់ពីដើមគាត់តែងតែធ្វើកាលពីជំនាន់មុនយើងមានទទួលមានអីមើលមកពីណាបងប្អូនបានលខោនបែបនេះហើយជួយកដោអារម្មណ៍ណាខ្លះគាត់មើលតាំងពីយប់រហូតទៅដល់ភ្លឺវិញណោះយកកតេលមកក្រាដោយសារអីកាលពីមុនយើងមានកន្លែងណាអង្គុយយើងមិនមានមហោស្រពមានអីទេបើចាំងលខោនគឺនៅតាមភូមិអញ្ចឹងអាចយកកតេលមកក្រាទៅខាញ់លោថាមានកូនមានចៅអីគាត់អង្គុយគេអង្គុយអីគឺនៅលើកតេលនឹងតែមកហើយចាំដល់ពេលងើបឡើងចាំមើលលខោនតទៀតក៏បានដែរហើយបើសិនជាចង់ឲ្យសិល្បៈបុរាណខ្មែរនៅគង់វង្សយូរអង្វែងគឺត្រូវតែចេះនាំកូនតូចៗមកអង្គុយមើលអញ្ចឹងទោះបីជាគ្នាចេះមើលមិនចេះមើលយ៉ាងហោចណាស់គឺយើងបានជ្រាបឲ្យគ្នាបានស្គាល់បន្តិចម្ដងបុនភូមិដែលរៀបចំដោយភ្លើងគប់នៅឆ្នាំនេះណាក្រុមលេបុនភូមិនេះណាឆ្នាំនេះគឺគាត់បានរើសយកវត្តស្វែងដែរដើម្បីធ្វើជាកន្លែងរៀបចំបុនភូមិឲ្យយើងដែលជាអ្នកភ្នំពេញនិងអ្នកខេត្តផ្សេងទៀតអាចស្កាត់តលេងបានពីព្រោះដោយសារតែយើងឆ្លងតែពីដអរិយខ្សាត់តែមិនតិចគឺទៅដល់ហើយបងប្អូនមិនចំណាយពេលយូរទេថ្ងៃទី1ខ្ញុំបានមើលការសម្ដែងល្ខោនបុរាណពោលស្រីហើយនៅយប់ថ្ងៃទី2នេះបងប្អូននឹងបានរីករាយជាមួយនឹងការបាញ់កំជ្រួចថែមទៀតការទេសនារបាំចម្រុះហើយនៅថ្ងៃចុងក្រោយគេហ្នឹងគឺមានល្ខោនខោលវត្តស្វែងដែរទៀតយើងឡើងដនៅក្បែរកោះពេជ្របងប្អូនសម្រាប់ឡានគឺតម្លៃ6000រៀលឆ្លងដមកខាងអរិយខ្សាត់មិនមែនទៅខាងជ្រោយចង្វាណាប្រយ័ត្នទៅដល់ខាងជ្រោយចង្វាត្រូវត្រឡប់មកវិញបើសិនអ្នកទាំងអស់គ្នាជិះផ្លូវចាស់គឺបងប្អូននឹងទទួលបានទិដ្ឋភាពឲ្យឆ្លងកាត់ស្ពានចាស់ដូចខ្ញុំអញ្ចឹងបើសិនបងប្អូនជិះតាមផ្លូវថ្មីគឺអារម្មណ៍ផ្សេងគ្នាអញ្ចឹងដើរតាម Google Map មកនៅក្នុង Google Map មានវត្តស្វែងដែរតែបងប្អូននឹងមកដល់កាយរះរបស់បុនភូមិខ្ញុំមកដល់តាំងពីពេលអាសៀលបងប្អូនអញ្ចឹងបានរាំលេងជាមួយនឹងវងតន្ត្រីស្គរដៃថែមទៀតវងតន្ត្រីរបស់លោកគ្រូនួយគ្រូគឺគាត់ស្ពាយមកឲ្យបងប្អូនអើយកម្របឆ្នាំងកម្របអីហ្នឹងគឺគាត់យកមកប្រគំធ្វើជាភ្លេងឲ្យព្រោះមែនតើពិធីបុណ្យប្រពៃណីជាតិយើងកុំរំលងអសោះការរាំវង់ស្គរដៃបែបនេះគឺសប្បាយណាស់បងប្អូនហើយយើងប្រុសស្រីគឺមិនប្រកាន់គ្នាទេអ្នកណាក៏អាចចូលរួមលេងកម្សាន្តជាមួយគ្នាបានដែរទស្សនវិជ្ជាដែលបុណ្យភូមិគាត់បានរៀបចំមកគឺធ្វើឲ្យខ្ញុំនឹកឃើញតាំងពីឆ្នាំដំបូងនៃបុណ្យភូមិទៅពេលដែលគាត់បានរៀបចំរហូតមកដល់ឥឡូវនេះគឺអស់រយៈពេល10ឆ្នាំជាងហើយមានប្លង់ជាច្រើនដែលបងប្អូនអាចអង្គុយសម្រាប់បានបើសិនអ្នកណាដែលគាត់មានកតេលមកអីអាចវិចកតេលមកពីផ្ទះបានបងប្អូនកម្មវិធីគេគឺនៅក្នុងវត្តស្វែងដែរហ្នឹងហ្មងបងប្អូនអាចផ្ញើឡានផ្ញើម៉ូតូនៅខាងក្រៅបានមានបងអ្នកភូមិគាត់នៅទល់មុខវត្តគឺគាត់រៀបចំកន្លែងផ្ញើឡានផ្ញើម៉ូតូមើលឡានមើលម៉ូតូឲ្យយើងហើយយកតែកតេលមកស្រួលយើងហត់កន្លែងណាយើងដាក់កតេលអង្គុយនៅកន្លែងហ្នឹងបានព្រោះគេមានវាលស្មៅមានអីនៅក្នុងវត្តបរិវេណធំទូលាយហើយញ៉ាំអាហារហើយកុំភ្លេចបាញ់ចៃសម្រាមមកបានត្រូវផងគេមានធុងសម្រាមផ្នែកអេតចាយផ្នែកសម្រាមសើមសម្រាមស្ងួតហើយក៏មានជាស៊ូវនីដែលបុនភូមិបានរៀបចំជាច្រើនដែរខាញ់លោថាអូយើងចង់ទិញទុកជាអនុស្សាវរីយ៍ឲ្យខ្លួនឯងឬមកក៏ទិញផ្ញើបងផ្ញើប្អូនមិត្តភ័ក្តិអីចឹងណាហើយចង់ចូលមករៀបផ្កាយបាត់អីលេងជាមួយនឹងពួកគាត់ក៏បានដែរបើនិយាយពីគ្រឿងអាហារតាមស្តង់នីមួយវិញគឺមានច្រើនមុខច្រើនម៉ាក់ណាបងប្អូនចង់បានគោក៏បានចង់បានទឹកក៏បាននឹងស្រេចលើចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាទៅកុំភ្លេចថានេះគឺជាថ្ងៃចុងក្រោយនៃកម្មវិធីបុណ្យភូមិដែលកំពុងតែធ្វើនៅវត្តស្វែងដែរហ្នឹងយើងទៅដើម្បីយើងទទួលបានបទពិសោធន៍របៀបបែបអ្នកស្រុកអ្នកភូមិហើយយើងស្គាល់ច្បាស់បន្ថែមទៀតពីសិល្បៈបុរាណខ្មែរយើងហើយលោកយាយគាត់ធ្វើនំឆ្ងាញ់បងប្អូនកុំភ្លេចទៅរកផ្សារបុណ្យភូមិដែលលោកយាយគាត់មានលក់នំផងណែសូម្បីបបរតុកកាអីមកដល់បុណ្យភូមិមកឲ្យបងប្អូនអើយមួយចានគេតែ7000រៀលទេនំបញ្ចុកស្លខ្មែរនំបញ្ចុកស្លគ្រីអីគឺមានបញ្ចប់បបរតុកកាមួយចាន7000រៀលហ្នឹងក៏ដាក់សាច់មកឡើងម្ចាស់ដៃដែរហ្នឹងហើយរសជាតិគាត់មកល្មមញ៉ាំមកបងប្អូនពេលដែលខ្ញុំទៅដល់បុណ្យភូមិនឹងភ្លាមខ្ញុំឃើញគេញ៉ាំមកដល់ពេលអញ្ចឹងខ្ញុំដើរស្វែងរកតូបគាត់ដើម្បីទិញញ៉ាំដែរបដ ாய் ទៅហើយនៅពេលដែលទិញញ៉ាំមកអត់ខុសចិត្តទេខ្ញុំ recommend មកបបរតុកកានៅកន្លែងគាត់ហ្នឹងនោះឥឡូវដល់វគ្គទាញព្រាត់ដែលគេយកមកទាញនេះគឺជាព្រាត់បុរាណណាបងប្អូនហើយអ្នកដែលបានមកលេងបុណ្យភូមិគឺគាត់ចូលរួមលេងសប្បាយណាបងប្អូនណែទាញព្រាត់ហ្នឹងគឺសឹមមានរង្វាន់ទៀតបើសិនខាងខៀវឈ្នះខាងខៀវបានរង្វាន់ខាងក្រហមឈ្នះខាងក្រហមបានរង្វាន់អញ្ចឹងទៅរបៀបទាញព្រាត់បែបបុរាណអញ្ចឹងបើសិនជាល្ងាចនេះអត់ទាន់មានកម្រងទៅណាទេកុំភ្លេចទៅអើតបុណ្យភូមិនៅវត្តស្វែងដែរឆ្លងដអរិយខ្សាត់ទៅមិនតិចទេបងប្អូននឹងទៅដល់ហើយ Google Map ចាំដាក់ឲ្យនៅក្នុង caption នៅក្នុង comment បាយ